កីឡាករបាល់ទាត់ដែលលេងបាន90នាទីពេញប៉ុន្តែមិនបានប៉ះបាល់សូម្បីតែម្ដងចង់ដឹងថាតើកីឡាកររូបនោះគឺជានរណាទៅទស្សនាវីដេអូនេះជាមួយ admin ទាំងអស់គ្នានេះគឺជារឿងដ៏គួរឲ្យហួសចិត្តមួយសម្រាប់អ្នកគាំទ្រទាំងឡាយដោយសារតែកីឡាករបាល់ទាត់រូបនេះចូលលេងការប្រកួតរយៈពេល90នាទីពេញប៉ុន្តែរូបគេមិនបានប៉ះបាល់សូម្បីតែមួយជើងយើងគ្រប់គ្នាគិតថារឿងនេះប្រហែលជាមិនអាចកើតឡើងបានឡើយប៉ុន្តែវាពិតជាបានកើតឡើងមែននៅក្នុងពិភពបាល់ទាត់កីឡាករបាល់ទាត់ដែលកាន់កាប់កំណត់ត្រាដ៏គួរឲ្យហួសចិត្តមួយនេះមានឈ្មោះថា Thomas Svelengol ដែលកើតនៅក្នុងប្រទេស Zimbabwe គាត់លេងតំណែងជាខ្សែការពារនិងធ្លាប់លេងឲ្យក្លឹបចំនួន4នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងរួមមានក្លឹបដូចជា Manning Ranger, With FC, Kaizer Chiefs និងក្លឹប Black Leopard សម្រាប់ក្លឹបនៅប្រទេស Zimbabwe វិញ Svelengol លេងបានចំនួន2ក្លឹបរួមមានដូចជា Highlander និងក្លឹប Dinamo Kariba គាត់បានចូលនិវត្តន៍ពីបាល់ទាត់កាលពីឆ្នាំ2017នៅអាយុ35ឆ្នាំហើយបច្ចុប្បន្ននេះគាត់មានអាយុ42ឆ្នាំសម្រាប់ការប្រកួតដែល Svelengol លេងបាន90នាទីពេញប៉ុន្តែមិនបានប៉ះបាល់សូម្បីតែមួយជើងនោះគឺជាការប្រកួតដែលគាត់លេងឲ្យក្លឹប Kaizer Chiefs ដែលជាកំណត់ត្រាពិបាកនឹងមានអ្នកបំបែកបានខ្លាំងណាស់នៅក្នុងពិភពបាល់ទាត់